អូខេអ្នកអរគ្នាដឹងហើយថាមាសគឺបង្កើតប្រវត្តិសាស្ត្រថ្មីគឺនៅ all time high កម្ពុជាខ្ពស់ជាងគេតម្លៃបច្ចុប្បន្នគឺ$4232នៅក្នុងមួយអោនអញ្ចឹងមកតម្លឹងវាចូល$5000 5000ជាងអញ្ចឹងទៅប៉ុន្តែអ្វីដែលវាបង្កើតជាប្រវត្តិសាស្ត្រមួយទៀតមាសគឺបានឡើង9បកគោលជាប់គ្នាក្នុងមួយសប្តាហ៍មានន័យថាក្នុងបកគោលសប្តាហ៍អ្វីដែលយើងមើលនេះគឺជាបកគោល weekly ណាជាបកគោល weekly អញ្ចឹងបើអ្នកនរគ្នារាប់បកគោខ្មៅនេះចាប់ពីត្រឹមបកគោឡើង1 2 3 4 5 6 7 8 9 នៅក្នុងប្រវត្តិសាស្ត្រមាសដែលខ្ញុំឆែកមើលមាសមានតែ2ដងទេ3ដងទាំងលើកហ្នឹងណាបង្កើតមានន័យថាវាឡើង9សប្តាហ៍ជាប់គ្នាហើយនៅពេលដែលវាឡើង9សប្តាហ៍ហើយសប្តាហ៍ទី10គឺវានឹងចាប់ផ្ដើមធ្លាក់មកវិញណាអញ្ចឹងឥឡូវអានេះគឺជាសប្តាហ៍ទី9បើសិនជាមាសអាទិត្យហ្នឹងបិទនៅបកគោហ្នឹងចាំមើលថាអាទិត្យក្រោយវាអាចធ្លាក់តាមដោយប្រវត្តិសាស្ត្រវាអត់អញ្ចឹងប្រវត្តិសាស្ត្រដែលវាកើតលើកមុនគឺនៅឆ្នាំ2020នេះខ្ញុំគួរឲ្យមើលអ្នកនរអាចចូលទៅកាន់ time frame weekly ហើយយើងមើលនៅ trading view ណាហើយយើងមើល chart នៅពេលដែលវាឡើងបាន9បកគោលគឺវាចាប់ផ្ដើម pull back មកវិញណាហើយមួយទៀតគឺកើតឡើងនៅឆ្នាំ2006ណាឆ្នាំ2006យូរហើយនេះកាលពីឆ្នាំ2006វាឡើងបាន9បកគោលណា9មានន័យថា9បកគោលហ្នឹងគឺក្នុង weekly time frame ណាក្នុងបកគោលអាទិត្យគឺវាឡើងរហូតបើយើងមើលពណ៌បៃតងពណ៌ក្រហមអានេះពណ៌ green រហូតអញ្ចឹងណាតែគ្រាន់តែនៅក្នុងឆាតខ្ញុំពណ៌ខ្មៅតំណាងឲ្យបកគោឡើងពណ៌សតំណាងឲ្យបកគោចុះយើងឃើញវារាប់មក9បកគោនៅពេល9បកគោគឺវាចាប់ដើមធ្លាក់ខ្លាំងអូខេអាហ្នឹង2016 2020វាកើតឡើងម្ដងដែរណានេះ2020គឺវាកើតឡើងម្ដងដូចគ្នាណាយើងរាប់បកគោហ្នឹង9បកគោគឺវាចាប់ដើមធ្លាក់ឥឡូវគឺ2025ខែ10នេះឥឡូវវាបង្កើតបាន9បកគោបើយើងរាប់ពីបកគោឡើងទៅណាបន្ទាប់យើងមើលបន្ទាត់ដេកពណ៌ស្វាយយើងចាប់រាប់ពីនឹងឡើងលើទៅចឹងអាទិត្យនេះខ្ញុំគិតថាវាបិទបកគោលពណ៌ហ្នឹងហើយអាទិត្យក្រោយយើងមើលថាអានេះយើងអត់ទាន់បានវិភាគ technical ទេអ្នកនរខ្ញុំអត់បាននិយាយ technical ក្នុងនេះទេខ្ញុំគ្រាន់តែនិយាយតាក់ទងទៅនឹងប្រវត្តិផងមាសដែលធ្លាប់ឡើងបាន9បកគោលនៅក្នុងជាប់គ្នាហើយបន្ទាប់មកបកគោលទី10គឺចាប់ផ្ដើមធ្លាក់អាហ្នឹងគ្រាន់តែប្រវត្តិព្រោះតែជាក់ស្ដែងយើងអត់ទាន់ដឹងថាយ៉ាងណាទេឬក៏វាដូចប្រវត្តិសាស្ត្ររបស់វាហើយកាលពីឆ្នាំ2003យូរហើយណាកាលពី2003ក៏វាមានដែរនេះតែគ្រាន់តែកន្លែងនេះបើយើងរាប់1 2 3 4 5 6 7 8 9ណាដល់ទី9រៀងសបន្តិចដល់ទី10បិទណាតែអាហ្នឹងខ្ញុំអត់បានរាប់ចូលទេអញ្ចឹងខ្ញុំអត់បានរាប់ចូលទេកន្លែងហ្នឹងរាប់ចូលអញ្ចឹងខ្ញុំរាប់ចូលតែ3ទេ2006ម្ដងណា2006ម្ដងវាឡើងទៅខ្លាំងហើយវាចុះមកវិញខ្លាំងដូចគ្នានៅពេលដែលវាឡើងបាន9បកគោលក្នុង time frame weekly 2020គឺមានម្ដងទៀតណា2020គឺវាកើតម្ដងទៀតនៅក្នុងអំឡុង COVID ហ្នឹងឃើញវាឡើងទៅខ្លាំង9បកគោលជាប់គ្នាក្នុង time frame weekly មកបកគោលមួយអាទិត្យហើយវាចុះមកវិញខ្លាំងដូចគ្នាឃើញឡើងទៅ9បកគោលចុះមកវិញខ្លាំងណាឥឡូវ2025ឥឡូវយើងចាំមើលទាំងអស់គ្នាថាប្រវត្តិសាស្ត្រវានឹងបង្កើតដដែលឬក៏យ៉ាងណាណាបញ្ជាក់ថាអានេះយើងអត់បានវិភាគទៅលើ technical ទេយើងគ្រាន់តែគ្រាប់ទៅលើបកគោប្រវត្តិសាស្ត្រផងមាសទេណាចាំមើលថាអាទិត្យក្រោយវានឹងចុះដោយប្រវត្តិសាស្ត្រវាអត់ណាអូខេអរគុណ